តោះសួស្តីឥឡូវយើងមកចូលមេរៀនទី3របៀបកាត់វីដេអូផុសក្នុង Facebook Page ឥឡូវត្រូវមានវីដេអូណាមួយដែលតាក់ទាញចាប់អារម្មណ៍ចាំយើងយកមកកាត់ជាមួយនឹងរូបភាពឬវីដេអូដែលយើងថតខ្លួនឯងផ្ទាល់មកដល់វគ្គនេះយើងត្រូវការមានកម្មវិធី CapCut មួយហើយនឹងកម្មវិធី App ចិននេះដើម្បីអាប់ឡូតវីដេអូដើម្បីយកវីដេអូពីក្នុង App នេះមកកាត់នៅក្នុង CapCut បានយើងយកទៅផុសនៅក្នុង Page បាននៅក្នុងនោះមានវីដេអូជាច្រើនដែលយើងត្រូវអាប់ឡូតយកមកកាត់ដើម្បីផុសតែខ្ញុំមានវីដេអូហើយឥឡូវយើងចូលទៅក្នុង CapCut ហ្មងពេលដែលចូលមកដល់ CapCut បងប្អូននេះជ្រើសរើសយកពាក្យថាវីដេអូថ្មីបន្ទាប់មកបងប្អូនជ្រើសរើសយកវីដេអូដែលបងប្អូនអាប់ឡូតមកបងប្អូនអាប់ឡូតពី App ចិនហ្នឹងមកអញ្ចឹងយើងត្រូវយកមកដល់យើងត្រូវកែតម្រង់កែទំហំកែ speed វាទៀតហើយនឹងកែ color បន្តិចកុំឲ្យវាផុសទៅជាប់ពមៀនបងប្អូនចុចមើលតាមខ្ញុំធ្វើតាមខ្ញុំទៅខ្ញុំបង្ហាញមិនកាត់យកប៉ុន្មានវិនាទីអីប៉ុន្មានវិនាទីបងប្អូនមើលមកហើយវីដេអូមួយហ្នឹងគឺបងប្អូនធ្វើឲ្យគឺខំម្ដងទេកាត់វីដេអូឲ្យធ្វើតាមខ្ញុំឲ្យដល់វគ្គផុសវីដេអូខ្ញុំប្រាប់ពីរបៀបផុសមួយវគ្គទៀតដើម្បីឲ្យវាឡើង view ហើយដល់ចំណុចនេះគឺយើងត្រូវសេរី speed ដើម្បីឲ្យវាធ្លាក់ចំនួននាទីឲ្យវាសល់ត្រឹមតែ4 10វិនាទីទេដល់មកយើងកែ color វាបន្តិចទៀត color យើងចុចលើ color វាហើយយើងទាញវាអស់ហ្មងទៅឲ្យវាភ្លឺច្បាស់ហ្មងទៅដល់មកយើងសេរីទំហំបន្តិចយើងទាញវីដេអូឡើងទៅលើបន្តិចដើម្បីយើងដាក់វីដេអូយើងចូលពីក្រោមវីដេអូគេហ្នឹងណាតិចនេះបន្តិចហ្នឹងហើយដើម្បីធ្វើឲ្យ page យើងវាខ្ទុះធ្វើឲ្យ page យើងវាឡើង view ច្រើនយើងមានតិចនេះតិចហ្នឹងដើម្បីធ្វើវាបន្ទាប់មកយើងយកវីដេអូយើងមកយកវីដេអូយើងកាត់បញ្ចូលមកសេរីកាត់វាបន្តិចមកដើម្បីដាក់ក្រោមវីដេអូគេមកហើយសេរីទំហំឲ្យវាទៅនឹងវីដេអូរបស់គេមកបន្ទាប់មកបងប្អូនកាត់វីដេអូយើងនៅសាមញ្ញយើងកាត់ចោលមកលុបវាចោលមកបន្ទាប់មកមានតែប៉ុណ្្នឹងទេពេលយើងកាត់ចោលសល់ប៉ុណ្្នឹងទេសល់តែ4 10វិនាទីហ្នឹងទេហើយយើងយកទៅផុសទៅត្រូវកោការត្រូវស្តង់ដារគេហើយមើលតាមខ្ញុំទៅខ្ញុំសេរីតាណាចុចតាណាបងប្អូនកែតាមហ្នឹងមកបើយ៉ាងនេះយើងត្រូវកែត្រឡប់ឆ្វេងស្ដាំដើម្បីឲ្យវាខុសពីវីដេអូគេ